ការពីការអង្គាទី28ខែកក្កដាឆ្នាំ2026ម្សិលមិញនេះនៅប្រទេសជប៉ុនគឺបានជួបប្រទះជាមួយនឹងគ្រោះរំជួយដីដ៏ខ្លាំងក្លាបំផុតមួយដែលមានទីតាំងស្ថិតនៅភាគនិរដីនៃប្រទេសបើយោងទៅតាមទូរទស្សន៍ជាតិរបស់ប្រទេសជប៉ុនវិញបានឲ្យដឹងថាគ្រោះរំជួយដីនោះវាបានបណ្ដាលឲ្យអគារជាច្រើនបានដួលរលំនិងផ្ទុះឆេះចេញជាអណ្ដាតភ្លើងដែលបានបង្កឲ្យមានការបាត់បង់អាយុជីវិតមនុស្សនៅក្នុងចំនួនដ៏ច្រើនគ្រោះរំជួយដីបានកើតឡើងនៅអគារគយូស៊ូនៅវេលាម៉ោង 4:27 នាទីរសៀលថ្ងៃអង្គារទី28ខែកក្កដាឆ្នាំ2026កន្លងទៅម៉ោងនៅក្នុងស្រុកនៅក្នុងកម្រិតរំជួយជាអតិបរមាបើកាត់ទៅតាមមាត្រដ្ឋានរបស់ប្រទេសជប៉ុនអាជ្ញាធរក៏បានប្រកាសសាសអំពីរលកយស៊ូណាមីភ្លាមៗតែម្ដងចំណែកឯប្រធរណីគឺនៅតែបន្តរំជួយមិនតាន់ចប់នោះទេផ្លូវថ្នល់ស្ពានក៏ត្រូវបានកាត់ផ្ដាច់ជាដុំអគារស្នាក់នៅជាច្រើនបានរលំធ្លុះធ្លាយចេញជាបំណែកទូរថភ្លើងដឹកទំនិញបានខ្ទាតក្រឡាប់ផ្ងាពោះតែទំហំនៃការខូចខាតជាសម្ភារៈគឺគេមិនទាន់អាចវិតម្លៃបានឡើយនោះទេបើកាត់ត្រឹមល្ងាចថ្ងៃនៃការកើតហេតុនោះនៃបើតាមប្រសាសន៍របស់លោកស្រីនាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុនសាណាតាកាអេជីតាមរយៈកញ្ចក់ទូរទស្សន៍ជាតិ NHK របស់ប្រទេសជប៉ុនដែលបានបញ្ជាក់ថានៅពេលនេះគឺមានយោធារហូតដល់ជាង 3,600 នាក់បានចេញទៅជួយធ្វើប្រតិបត្តិការសង្គ្រោះហើយបន្ថែមពីការខូចខាតដ៏ធំសម្បើមផ្នែកខាងសម្ភារៈគ្រោះរំជួយដីនៅកំណាចនៅលើកនេះទំនងជាផ្ដាច់បង់អាយុជីវិតមនុស្សនិងបណ្ដាលឲ្យរងរបួសជាច្រើនអ្នកចំនួនមនុស្សដែលច្រើនខ្លាំងគឺកំពុងតែជាប់កន់ខ្លះរងរបួសនិងខ្លះទៀតបានស្លាប់បាត់បង់ជីវិតទៅហើយនៅក្នុងអគារពាណិជ្ជកម្មអ៊ីអនប្រចាំខេត្តកូម៉ាម៉ូតូដែលបានដួលរលំនិងផ្ទុះឆេះចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅខណៈពេលដែលក្រុមអ្នកជួយសង្គ្រោះគឺកំពុងតែព្យាយាមក្រែងមិនទាន់ហួសពេលអ្វីបើសង្កាត់ខ្លះត្រូវដាច់ភ្លើងនិងរងអគ្គិភ័យក៏ដោយតែសំណាងល្អអាជ្ញាធរគ្រប់គ្រងនុយក្លេអ៊ែររបស់ប្រទេសជប៉ុនបានជួយដំណឹងថាគឺគ្មានការខូចខាតអ្វីនោះឡើយនៅឯមជ្ឈមណ្ឌលនុយក្លេអ៊ែរដែលមានទីតាំងស្ថិតនៅក្នុងតំបន់នោះដែលម៉ាស៊ីនប្រតិករនុយក្លេអ៊ែរទាំងនោះគឺនៅតែដំណើរការយ៉ាងធម្មតាដដែលគូបញ្ជាក់ផងដែរថាខេត្តកូម៉ាម៉ូតូនេះគឺធ្លាប់ជួបប្រទះជាមួយនឹងគ្រោះរំជួយដីដ៏ខ្លាំងក្លាមួយនៅក្នុងអំឡុងឆ្នាំ2016កន្លងទៅនៅក្នុងកម្រិត 6.5 រិចទ័រនិង 7.3 រិចទ័រដែលបានបណ្ដាលឲ្យមានមនុស្សស្លាប់បាត់បង់ជីវិតនៅក្នុងចំនួនរហូតដល់273នាក់និងរងរបួសរហូតដល់ជាង 2,800 នាក់ឯណោះហើយកាលពីឆ្នាំ2025ខែមិថុនាកន្លងទៅនៅក្នុងតំបន់ភាគខាងជើងនៃប្រទេសជប៉ុនក៏បានជួបគ្រោះរំជួយដីប្រមាណ 7.2 រិចទ័រតែជាសំណាងល្អនៅពេលនោះគឺវាមិនបណ្ដាលឲ្យខូចខាតជាសម្ភារៈយ៉ាងធ្ងន់ធ្ងរនិងបាត់បង់អាយុជីវិតមនុស្សឡើយគូបញ្ជាក់ផងដែរថាប្រទេសជប៉ុននេះគឺជាប្រទេសងាយនឹងជួបប្រទះជាមួយនឹងគ្រោះរំជួយដីខ្លាំងជាងគេបំផុតនៅលើពិភពលោករហូតដល់ជាង100ដងឯណោះក្នុងមួយឆ្នាំហើយគ្រោះរំជួយដីដែលបានចាប់ជាមួយនឹងកំណត់ត្រាប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុននោះគឺគ្រោះរំជួយដីដែលបានកើតឡើងកាលពីថ្ងៃទី11ខែមីនាឆ្នាំ2011កន្លងទៅដែលបានបង្កឲ្យមានគ្រោះមហន្តរាយរោងចក្រនុយក្លេអ៊ែរនៅហ្វូគូស៊ីម៉ានិងបានសម្លាប់មនុស្សរហូតដល់ 18,500 នាក់ឯណោះ